សុវត្ថិភាពក្នុងការដឹកជញ្ជូននិងការផ្ទេរឧស្ម័ន LPG ចូលនិងចេញពីរថយន្តស៊ីតែនបងប្អូនជនរួមជាតិជាទីគោរពរាប់អានគ្រោះថ្នាក់ផ្ទុះឆេះក្នុងពេលដឹកជញ្ជូននិងពេលផ្ទេរឧស្ម័ន LPG ចូលនិងចេញពីរថយន្តស៊ីតែននៅតាមស្ថានីយឧស្ម័នឥន្ធនៈមណ្ឌលសន្និធិនិងស្ថានីយបញ្ចូលឧស្ម័ន LPG ក្នុងធុងតែងតែកើតមានជារឿយៗក្នុងនោះគ្រោះថ្នាក់ផ្ទុះឆេះក្នុងពេលដឹកជញ្ជូនតែងតែកើតឡើងមកពីគ្រោះថ្នាក់ចរាចរណ៍ការលេចធ្លាយឧស្ម័ន LPG ពីស៊ីតែនដោយឡែកគ្រោះថ្នាក់ផ្ទុះឆេះក្នុងពេលផ្ទេរឧស្ម័ន LPG តែងតែកើតឡើងមកពីការអនុវត្តនីតិវិធីពុំត្រឹមត្រូវការប្រើប្រាស់គ្រឿងសម្ភារៈហួសអាយុកាលនិងខ្វះការប្រុងប្រយ័ត្នជាដើមដូចនេះដើម្បីឲ្យមានសុវត្ថិភាពទាំងអ្នកបើកបររថយន្តស៊ីតែនឧស្ម័ន LPG និងអ្នកគ្រប់គ្រងសុវត្ថិភាពនៅទីតាំងផ្ទេរឧស្ម័ន LPG ត្រូវអនុវត្តដូចតទៅទី1មុនពេលប្រើរថយន្តស៊ីតែនអ្នកបើកបរត្រូវត្រួតពិនិត្យប្រេងហ្វ្រាំងខ្សែពានកង្ហារទឹកស្អំម៉ាស៊ីនអាគុយនិងកង់ជាដើមទី2អ្នកគ្រប់គ្រងសុវត្ថិភាពត្រូវត្រួតពិនិត្យកាយសម្បទានិងផ្លូវដង្ហើមរបស់អ្នកបើកបរក្រែងមានជាតិស្រវឹងឬសារធាតុញៀននិងត្រូវបំពាក់ប្រព័ន្ធតាមដានសកម្មភាពរថយន្តស៊ីតែនពីចម្ងាយទី3ត្រូវគោរពច្បាប់ចរាចរណ៍ជាកំហិតដូចជាកុំបើកបរលើសល្បឿនកំណត់គោរពគម្លាតរវាងរថយន្តនិងរថយន្តនិងកុំវាជែងជាដើមចំពោះការផ្ទេរឧស្ម័ន LPG ចូលស៊ីតែនរថយន្តនៅមណ្ឌលសន្និធិអ្នកបើកបររថយន្តស៊ីតែននិងអ្នកគ្រប់គ្រងសុវត្ថិភាពនៅមណ្ឌលសន្និធិត្រូវមានវត្តមាននៅអំឡុងពេលផ្ទេរនិងត្រូវអនុវត្តដូចតទៅទី1មុនពេលផ្ទេរឧស្ម័ន LPG ចូលស៊ីតែនត្រូវត្រួតពិនិត្យមើលនាឡិកាវាស់នីវ៉ូឧស្ម័ន LPG ក្នុងស៊ីតែនឬទម្ងន់របស់រថយន្តស៊ីតែនដើម្បីបញ្ជាក់ពីបរិមាណឧស្ម័ន LPG ដែលអាចផ្ទេរចូលបានទី2មិនត្រូវបង្ហូរឧស្ម័នដែលនៅសល់ក្នុងស៊ីតែនរថយន្តមកបរិយាកាសខាងក្រៅនោះទេព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ក្នុងករណីចាំបាច់ដែលត្រូវយកឧស្ម័ន LPG ចេញពីស៊ីតែនត្រូវបូមឧស្ម័នដែលនៅសល់នោះបញ្ចូលទៅក្នុងពងសន្និធិវិញដោយប្រើម៉ូទ័របូមជាជំនួយទី3ត្រូវបើករថយន្តស៊ីតែនចូលចតនៅចំណតផ្សេងទទួលដោយប្រុងប្រយ័ត្នបន្ទាប់មកពន្លត់ម៉ាស៊ីនរថយន្តដាក់កំណល់ទប់កង់រថយន្តរួចភ្ជាប់ខ្សែម៉ាដីទី4ត្រូវភ្ជាប់ដៃបញ្ចូលឧស្ម័ន LPG ទៅក្បាលតកបំពង់ទទួលរបស់ស៊ីតែនដោយមានទុយោសម្រាប់ឧស្ម័ន LPG និងទុយោសម្រាប់ចំហាយទី5ត្រូវបើកវ៉ានអាសន្នរួចបើកវ៉ានខាងរថយន្តស៊ីតែនបើកវ៉ានដៃបញ្ចូលកំណត់បរិមាណឧស្ម័ន LPG ដែលត្រូវបញ្ចូលរួចចាប់ផ្ដើមផ្ទេរទី6អ្នកបើកបររថយន្តស៊ីតែនមិនត្រូវចាក់ចេញពីទីតាំងផ្ទេរទទួលឡើយនិងត្រូវត្រួតពិនិត្យនាឡិកាវាស់នីវ៉ូឧស្ម័ន LPG និងនាឡិកាសម្ពាធជាប្រចាំទី7បន្ទាប់ពីផ្ទេរឧស្ម័ន LPG ចូលក្នុងស៊ីតែនរួចរាល់ត្រូវបិទវ៉ានទាំងអស់តាមលំដាប់បញ្ច្រាស់ទិសគឺបិទវ៉ានដៃបញ្ចូលបន្ទាប់មកវ៉ានស៊ីតែននិងវ៉ានអាសន្ននិងចុងក្រោយត្រូវដកដៃបញ្ចូលឧស្ម័ន LPG ចេញពីស៊ីតែនចំពោះការផ្ទេរឧស្ម័ន LPG ចេញពីរថយន្តស៊ីតែនទៅក្នុងពងសន្និធិនៅស្ថានីយឧស្ម័នឥន្ធនៈមណ្ឌលសន្និធិឬស្ថានីយបញ្ចូលឧស្ម័ន LPG ក្នុងធុងអ្នកបើកបររថយន្តស៊ីតែននិងអ្នកគ្រប់គ្រងសុវត្ថិភាពត្រូវមានវត្តមាននៅអំឡុងពេលផ្ទេរនិងត្រូវអនុវត្តដូចតទៅទី1ត្រូវបើករថយន្តស៊ីតែនចូលចតនៅចំណតផ្សេងទទួលដោយប្រុងប្រយ័ត្នបន្ទាប់មកពន្លត់ម៉ាស៊ីនរថយន្តដាក់កំណល់ទប់កង់រថយន្តរួចភ្ជាប់ខ្សែម៉ាស់ដីទី2ត្រូវត្រួតពិនិត្យមើលនាឡិកាវាស់នីវ៉ូឧស្ម័ន LPG ក្នុងពងសន្និធិដើម្បីបញ្ជាក់ពីបរិមាណឧស្ម័ន LPG ដែលអាចផ្ទេរចូលបានទី3ត្រូវភ្ជាប់ទុយោសម្រាប់ឧស្ម័ន LPG និងទុយោសម្រាប់ចំហាយរបស់ស៊ីតែនទៅក្បាលតកបំពង់ទទួលរបស់ពងសន្និធិឲ្យបានត្រឹមត្រូវទី
ទី4បន្ទាប់មកបើកវ៉ានអាសន្នបើកវ៉ាននៅរថយន្តស៊ីតេននិងបើកវ៉ានទទួលនៅពងសន្និធិដើម្បីផ្ទេរទី5អ្នកបើកបររថយន្តស៊ីតេនមិនត្រូវចាក់ចេញពីទីតាំងផ្ទេរទទួលឡើយនិងត្រូវត្រួតពិនិត្យនាឡិកាវាស់នីវ៉ូឧស្ម័ន LPG និងនាឡិកាសម្ពាធជាប្រចាំទី6ជាទូទៅស្ថានីយឧស្ម័នឥន្ធនៈជាទីតាំងដែលមានមនុស្សចេញចូលច្រើនដូចនេះត្រូវដាក់របាំងឃាំងព័ទ្ធជុំវិញកន្លែងកំពុងផ្ទេរឧស្ម័ន LPG កុំឲ្យអ្នកគ្មានភារកិច្ចចូលសូមជម្រាបថាគ្រោះថ្នាក់ក៏តែងតែកើតមានផងដែរដោយសារទី1ការប្រើប្រាស់គ្រឿងសម្ភារៈហួសអាយុកាលដូចជាទុយោដៃបញ្ចូលក្បាលតកបំពង់ទទួលនាឡិកាវាស់នីវ៉ូឧស្ម័ន LPG និងនាឡិកាវាស់សម្ពាធជាដើមទី2របូតក្បាលតកបំពង់ទទួលឧស្ម័ន LPG ក្នុងពេលផ្ទេរឧស្ម័ន LPG ទី3ការបិទបើកវ៉ានមិនត្រឹមត្រូវទី4ការបើករថយន្តស៊ីតេនចេញដោយមិនបានដកទុយោឬដៃបញ្ចូលឧស្ម័ន LPG ចេញពីកបំពង់ទទួលដូច្នេះត្រូវធ្វើការត្រួតពិនិត្យគ្រឿងសម្ភារៈខាងលើជាប្រចាំនិងប្រុងប្រយ័ត្នព្រមទាំងបំពាក់ឧបករណ៍ចាប់ឧស្ម័ន LPG លេចធ្លាយនៅទីតាំងផ្ទេរទទួលផលិតដោយអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរាយនឹងធម្មពលគាំទ្រដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីខាងកើត